សួស្តីបងប្អូនអរគ្នាវីដេអូនេះខ្ញុំមកបង្ហាញចរាចរណ៍នៅតាមផ្លូវជាតិលេខ4ណាបងប្អូនដែលបាក់ពេលល្ងាចបាក់ប្រហែលជាម៉ោង6កន្លះម៉ោង7ណាបងប្អូនម៉ោងដែលពោពេញទៅដោយការស្ទះចរាចរណ៍គឺថាបងប្អូនកម្មកររោងចក្រគាត់ចេញពីធ្វើការធ្វើចរាចរណ៍ច្រើនណាបងប្អូនខាងស្ទះចរាចរណ៍បងប្អូនហើយអ្នកខ្លះក៏ជិះក៏ជ្រែលិចជ្រែកើតអត់ខ្លាចឡានធំដែរបងប្អូនហើយឡានកុងតឺន័រធំក៏សម្បូរដែរទៅតាមដូចជាលេខ4ហ្នឹងបងប្អូនហើយក៏ចរាចរណ៍ម៉ូតូក៏ច្រើនដែរនិយាយចំណែនតាន់តាប់មកលំបាកប្រហែលជាម៉ោង5កន្លះ6កន្លះអីហ្នឹងហូរដល់ម៉ោង7កន្លះឯបាទរៀងអត់ទៅស្ទះចរាចរណ៍បងដល់បាក់ពេលម៉ោង6កន្លះម៉ោង7អីហ្នឹងគឺកំពុងស្ទះខ្លាំងបងសម្រាប់អ្នកបងប្អូនដែលបញ្ញាធ្វើដំណើរអីចូលធ្វើដំណើរដល់បាក់ម៉ោង4អីក្នុងម៉ែរៀងស្ងាត់ប៉ុន្តែក៏មិនទៅស្ងាត់ខ្លាំងព្រោះចរាចរណ៍តាមផ្លូវជាតិលេខ4ហ្នឹងគឺអ្នកដំណើរគឺច្រើនមែនច្រើនមកបងប្អូនជ្រែលិចជ្រែកើតចង់ទៅលឿនមុនទេណាអត់ខ្លាចគ្រោះថ្នាក់គ្រោះអីទេបងប្អូនណានិយាយចំកន្លែងតំបន់ហ្នឹងគឺសម្បូរទៅដោយរោងចក្របងប្អូនចំមានថាក៏ស្ទះចរាចរណ៍ច្រើនមិនថាថ្ងៃណាស្ទះសំចង់រងថ្ងៃបងប្អូនពេលខ្លះបើទៅឡានមកកាត់មុខអញ្ចឹងទៅមិនស្រួលទៅប៉ះពាល់គ្នាអញ្ចឹងទៅបងប្អូនតាមទៅមុខមុនគេហ្នឹងអូយរៀងពិបាកឆ្លងខ្នល់អញ្ចឹងរៀងពិបាកដែរបងប្អូនយើងមិនហ៊ានឆ្លងវិញនៅជាប់ហ្នឹងមានបានឆ្លងផ្លូវឲ្យរួចទេអញ្ចឹងក៏តើបញ្ចេញឆ្លងផ្លូវហ្នឹងបងហើយឡានធំហ្នឹងក៏សម្បូរដែរបងប្អូនគឺដឹកតំណែងដឹកអីវ៉ាន់ថាពេលយប់ពេលថ្ងៃគឺសម្បូរទៅដោយឡានធំដឹកជូនអីវ៉ាន់ហើយអ្នកដំណើរក៏ច្រើនហើយខ្ញុំស្ថិតនៅពោះសាកបបងប្អូនចូលពោះសាកបហើយចូលដល់អូដឹមបងប្អូនប៉ុន្តែបើសម្រាប់អ្នកជិះម៉ូតូវិញជិះម៉ូតូពេលយប់ទៅបាក់ម៉ោង6កន្លះម៉ោង7 8ហ្នឹងគឺពិបាកធ្វើដំណើរបងប្អូនចាំងតំណែងឡានហ្នឹងក៏ថាបងប្អូនមើលទៅគឺវាអត់សុវត្ថិភាពបងប្អូនទូផ្លូវឡើងពីក្នុងទៅពីក្នុងមកក៏ស្ទះចរាចរណ៍ដែរបងប្អូនគាត់ថាផ្លូវធំទលាយ៉ាងម៉េចក៏ស្ថានភាពចរាចរណ៍ក៏មិនមានយ៉ាងណាបងប្អូននៅក្នុងគាត់ថានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមកអញ្ចឹងទៅវល់ទៅដោយរោងចក្រក៏ច្រើនអ្នកធ្វើដំណើរក៏ច្រើនចេញល្បាក់ស្មើម៉ោង6កន្លះម៉ោង7ចេញត្រឡប់ទៅផ្ទះជួលឬទៅផ្ទះខ្លួនឯងអញ្ចឹងបងប្អូនតែខ្ញុំចិត្តទៅដល់នេះទៅដល់ស្ពានអាកាសនៅម្ដុំអូដឹមបងប្អូនហើយយើងមកដល់ស្ពានអាកាសអូដឹមនោះខ្ញុំក៏បត់ទៅខាងឆ្វេងទៅខាងផ្លូវទៅគាត់ស្រូវវិញបងប្អូនហើយនឹងមានភ្លើងស្តុបមួយកន្លែងបើទៅហើយក៏ដូចអត់មានភ្លើងស្តុបទេបងប្អូនអញ្ចឹងបើឆ្លងផ្លូវរៀងពិបាកឆ្លងផ្លូវចរាចរណ៍រៀងងាយជាងបងប្អូន ហ
នេះមកដល់ស្ពានអាកាសកន្លែងម្ដុំឧដុង្គបងប្អូនហើយផ្លូវនេះគឺខ្ញុំធ្វើដំណើរទៅឆ្ពោះទៅផ្លូវទំនប់កប់ស្រូវបងប្អូនទៅខាងពេជ្រភ្នៅវិញបងប្អូនស្ពានអាកាសនេះវាវែងដែរតែខ្ញុំតែបានជិះខាងលើស្ពានអាកាសស្របជិះចេញពីម្ដុំសាលពុកថ្មីទៅខាងផ្លូវកប់ស្រូវហ្នឹងតទៅផ្លូវខាងវិថីឆាឆ្នះតទៀតបងប្អូននេះមកដល់កន្លែងកំពង់មោកន្លែងស្ពានអូដើមបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនដែលតាមដានទស្សនាដល់នាទីចុងបញ្ចប់នៃវីដេអូរបស់ខ្ញុំសូមអរគុណ